សង្ខេបរឿងមេលាដួងចិត្តវគ្គទី1វិទ្យាល័យកុលសករាជ1939នៅពេលព្រឹកព្រលឹមមានសត្វបាក់សីហើយច្រវ៉ាត់ស្វែងរកចំណីស្របពេលដែលជាមួយនឹងមនុស្សម្នាបានភ្ញាក់ដើម្បីបំពេញភារកិច្ចការងាររៀងខ្លួនយុវជនទីគីវុឌ្ឍក៏បានក្រោកពីដំណេកហើយបានសុបិនអស់រយៈពេលជាយូរដែលការយល់សពនោះគឺឃើញនារីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតពេលដែលក្រោកពីដំណេកហ្នឹងគឺទីគីវុឌ្ឍបានអានសៀវភៅស្របពេលនឹងស្ដាប់វិទ្យុរបស់អ្នកជិតខាងដែលបើកក្នុងពេលដំណើរគ្នានោះដែរនៅពេលទៅដល់សាលារៀនទីគីវុឌ្ឍបានសម្អាតទីធ្លាបណ្ដាហើយមើលសត្វបាក់សីបណ្ដានិងនឹកស្រមៃទៅដល់ពេលវេលាដែលខ្លួននឹងត្រូវសម្រាកដែលបានទៅលេងស្រុកកំណើតវគ្គទី2យល់សពគង់ខ្លាចជាការពិតមួយដងមួយការដែរក្រោយពីឈប់សម្រាប់ពិធីបុណ្យចូលឆ្នាំចិនទីគីវុឌ្ឍក៏ទៅត្រឡប់មកទីក្រុងភ្នំពេញវិញដើម្បីមកបន្តការសិក្សាជួនជាយប់នោះគឺមានភ្លៀងធ្លាក់មួយមេធំដែលធ្វើឲ្យមានទឹកដក់ជាកឡុកនៅក្នុងកឡុកណាហើយព្រឹកឡើងទីគីវុឌ្ឍក៏បានធ្វើដំណើរចេញពីផ្ទះដើម្បីទៅទិញសម្បត្តិជីរភ្លើងនៅតាមផ្លូវហ្នឹងគឺមានឡានមួយបានបើកមកជន់កឡុកហ្នឹងធ្វើឲ្យសាច់ទឹកសើមឬក៏ប្រឡាក់ទីគីវុឌ្ឍហើយទីគីវុឌ្ឍគាត់បានគិតថាហេតុតែគេជាអ្នកមានណោះគេមានចរិតក្អឺតកតមបែបហ្នឹងអត់មានខ្វល់ខ្វាយពីអ្នកដែលត្រូវប្រឡាក់ទឹកហ្នឹងសោះហើយគេដឹងច្បាស់ថាឡានហ្នឹងគឺជាឡានរបស់អ្នកមានបន្ទាប់មកក៏ទៅដល់នៅកន្លែងទិញសម្បត្តិហ្នឹងហើយឡាននោះក៏ទៅដល់ព្រមគ្នាដែរអញ្ចឹងមនុស្សបានបញ្ជាគ្នាដើម្បីទិញសម្បត្តិឲ្យតន់ការឡើងរថភ្លើងណាគេក៏ទិញបានហើយឡើងទៅទីគីវុឌ្ឍក៏មិនខុសអីពីអ្នកដតីទៀតដែរនៅពេលដែលទិញបានហើយក៏ឡើងទៅលើរថភ្លើងហ្នឹងដោយឈរបញ្ជ្រាបគ្នាហើយដោយមានការយោគយល់ពីអ្នកបើករថភ្លើងថាពិបាកនៅក្នុងការឈរចង្អៀតគ្នាអញ្ចឹងបានទីគីវុឌ្ឍហ្នឹងទិញសម្បត្តិចូលទៅក្នុងបន្ទប់មួយជាមួយនឹងស្ត្រីសៀម3នាក់ដែលជិះឡាននោះដែរនៅក្នុងភ្លើងហ្នឹងគឺទីគីវុឌ្ឍគាត់មានអារម្មណ៍ថាតបមកគាត់ចង់ចេញពីបន្ទប់ហ្នឹងណាពួកគាត់អត់ពេញចិត្តជាមួយនឹងស្ត្រីសៀម3នាក់ហ្នឹងឯងប៉ុន្តែ3នាក់ក្នុងចំណោមហ្នឹងមានមួយគឺឈ្មោះថានាងច័ន្ទមនីបានហាមឃាត់មិនឲ្យទីគីវុឌ្ឍចេញទេដោយសារតែនាងចង់ឲ្យទីគីវុឌ្ឍហ្នឹងណែនាំពីទេសភាពនៅស្រុកខ្មែរឲ្យនាងស្ដាប់ដោយសារតែនាងទៅមកពីស្រុកថៃអញ្ចឹងណាទីគីវុឌ្ឍក៏បានបន្តនិយាយគ្នាជាមួយនឹងនាងច័ន្ទមនីពីនេះពីនោះរហូតដល់យល់ចិត្តគ្នាទៅក្រោយមករថភ្លើងក៏ទៅដល់នៅទីក្រុងភ្នំពេញហើយអ្នកដំណើរទាំងអស់ក៏ចុះជាធម្មតាហើយឪពុកនាងច័ន្ទមនីហ្នឹងក៏បានមកទទួលនាងច័ន្ទមនីហើយនៅពេលដែលជួបហ្នឹងគឺនាងច័ន្ទមនីបានណែនាំឪពុកឲ្យទីគីវុឌ្ឍបានស្គាល់ហើយឪពុករបស់នាងច័ន្ទមនីបានបបួលទីគីវុឌ្ឍឲ្យទៅលេងផ្ទះរបស់គាត់ប៉ុន្តែទីគីវុឌ្ឍបដិសេធគាត់ថាចាំពេលក្រោយវគ្គទី3អរុណស្នេហាក្រោយពីបែកគ្នាពេលរាត្រីគឺទីគីវុឌ្ឍជាមនុស្សដែលចូលចិត្តសម័យច្រើនណាបានស្រមៃឃើញពីសម្រស់នាងច័ន្ទមនីដ៏ស្រស់ស្អាតហ្នឹងហើយវិភាគវែងញែកពីសម្រស់នាងឥតឈប់ឈរនោះឡើយនៅថ្ងៃឈប់សម្រាកទីគីវុឌ្ឍបានទៅទស្សនាកុននៅក្នុងក្រុងភ្នំពេញហ្នឹងជួនជាចៃដន្យក៏ជួបជាមួយនឹងនាងច័ន្ទមនីនិងឪពុកហើយក៏បាននិយាយគ្នាពីនេះពីនោះនិងបានប្រាប់ពីការរវល់ដែលមិនបានទៅលេងផ្ទះរបស់នាងច័ន្ទមនីហើយកាប់ពីនោះមកជាញឹកញាប់គឺឃើញថាទីគីវុឌ្ឍឧស្សាហ៍ជួបជាមួយនឹងនាងច័ន្ទមនីហើយបាននិយាយគ្នានឹងនាំនាងច័ន្ទមនីនិងគ្រួសារហ្នឹងទៅទស្សនាទីក្រុងភ្នំពេញនិងតំបន់មួយចំនួនទៀតដែលនៅស្រុកខ្មែរធ្វើឲ្យអ្នកទាំងពីរហ្នឹងកាន់តែយល់ចិត្តគ្នាកាន់តែខ្លាំងឡើងហើយក្តីស្នេហាហ្នឹងក៏វាចាប់ដើមដុះពន្លកចេញមកដែរកប់ជួនថ្ងៃមួយឪពុករបស់នាងច័ន្ទមនីត្រូវទៅព្រៃដែលទុកឲ្យកូននៅជាមួយនឹងអ្នកបម្រើពី3នាក់ជួនជាពេលនោះនាងច័ន្ទមនីក៏បានមកអង្គុយនៅកន្លែងទទួលភ្ញៀវហើយយកសៀវភៅដែលបានខ្ចីទីគីវុឌ្ឍយកមកអានដែលនៅក្នុងសៀវភៅហ្នឹងអានទៅសម្រាប់ចំសម្បត្តិមួយដែលសរសេរជាកំណាព្យរបស់ទីគីវុឌ្ឍសៀបនៅក្នុងសៀវភៅនោះណានិយាយអំពីទីគីវុឌ្ឍវិញគឺថ្ងៃនោះគឺបានមកលេងផ្ទះនាងច័ន្ទមនីដែលយឺតយ៉ាវដោយសារតែខកខានរកស៊ីក្លូមិនបានពេលមកដល់អ្នកទាំងពីរក៏បបួលគ្នាទៅមើលកុនជាធម្មតាហើយបានជជែកគ្នាពីនេះពីនោះរហូតចឹងណាហើយនាងច័ន្ទមនីក៏បានយកកំណាព្យដែលទីគីវុឌ្ឍទុកនៅក្នុងសៀវភៅហ្នឹងឲ្យទីគីវុឌ្ឍអាននិងបកប្រែនាងស្ដាប់ទីគីវុឌ្ឍក៏បានបកប្រែឲ្យដោយយល់ថាក្នុងកំណាព្យហ្នឹងគឺមានខ្លឹមសារជាសេចក្តីស្នេហារបស់ទីគីវុឌ្ឍចំពោះនាងច័ន្ទមនីហើយទីគីវុឌ្ឍក៏បានសារភាពស្នេហ៍ចំពោះនាងច័ន្ទមនីពេលនោះទៅហើយអ្នកទាំងពីរក៏យល់ព្រមជាមួយនឹងគ្នាហើយសន្យាថានឹងប្រឹងប្រែងរៀនសូត្រដើម្បីកសាងអនាគតជាមួយគ្នាអញ្ចឹងពន្លកស្នេហាគឺចាប់ផ្ដើមរីកស្គុះស្គាយឡើងហើយអ្នកទាំងពីរក៏យល់ចិត្តគ្នានិងស្រឡាញ់គ្នាទៅវិញទៅមកដែរហ
ហើយទីគវុតបានសន្យាថានឹងប្រឹងប្រែងរៀនសូត្រចាប់យកជំនាញឲ្យបានច្បាស់លាស់ចំណែកឯច័ន្ទមនីក៏សន្យាថានឹងប្រឹងប្រែងរៀនភាសាខ្មែរបានស្ទាត់ជំនាញជាដល់វគ្គទី4ភ្នំគូលែនឋានបរមសុខអញ្ចឹងដោយសារតែទីគវុតត្រូវមកស្រុកដើម្បីវិស្សមការនៃការចូលកងរបស់គាត់ណាអញ្ចឹងគាត់ឆ្លៀតពេលហ្នឹងដើម្បីទៅជួបជាមួយនឹងនាងច័ន្ទមនីឲ្យបានច្រើនដោយពេលនោះនាងច័ន្ទមនីក៏បានបបួលទីគវុតទៅលេងសៀមរាបអង្គរផងដែរដល់ពេលទៅដល់ទឹកដីសៀមរាបអង្គរវៃគីដែលជាសម្លាញ់របស់ទីគវុតហ្នឹងបានមកលេងហើយបានប្រមូលផ្នំប្រមូលផ្លែកលែមដែលផ្អែមយកឲ្យទីគវុតទុកហូបអញ្ចឹងពេលហ្នឹងគឺធ្វើឲ្យទាំងអស់គ្នាហ្នឹងយល់ថាចង់ទៅលេងភ្នំគូលែនអញ្ចឹងណាហើយក៏បាននាំគ្នាទៅលេងភ្នំគូលែនហើយពេលទៅដល់នាងច័ន្ទមនីជាមួយទីគវុតហ្នឹងក៏បានទៅកន្លែងទីសក្ការៈគោរពបូជាណាហើយបានសិក្សាអំពីស្នេហាអ្នកទាំងពីរឲ្យបានគង់វង្សដូចយូរអង្វែងតទៅចំណែកឯអ្នកផ្សេងទៀតក៏រីករាយជាមួយនឹងទស្សនភាពនៅទីនោះផងដែរចឹងក្រោយពីដំណើរកំសាន្តត្រូវបានបញ្ចប់ទីគវុតក៏បានត្រឡប់មកសិក្សារៀនសូត្រវិញហើយបានសច្ចាថានឹងប្រឡងឲ្យជាប់ក្រោយមកគាត់ក៏ប្រឡងជាប់ដោយបំណងរបស់គាត់មែនហើយគាត់បានមានបំណងយកដំណឹងនេះទៅប្រាប់គ្រួសាររបស់នាងច័ន្ទមនីដល់ពេលដែលទៅដល់គឺទឹកមុខរបស់ទីគវុតនឹងប្រែជាឡើងសบายរីទៅវិញដោយសារតែគ្រួសាររបស់នាងច័ន្ទមនីទៅស្រុកថៃដោយសារតែម្ដាយរបស់នាងច័ន្ទមនីឈឺជាទម្ងន់ដល់ពេលដែលប្រឡងបានចំណាត់ថ្នាក់ល្អហើយភាពរីករាយវាមិនបានកាត់ឡើងនោះទេដោយសារតែទីគវុតជាមួយនឹងនាងច័ន្ទមនីត្រូវបានឃ្លាតឆ្ងាយពីគ្នាហើយការទំនាក់ទំនងនេះវាកាន់តែដាច់ឆ្ងាយទៅយូរទៅនាងច័ន្ទមនីផ្ញើសម្បត្តិមកម្ដងដោយរៀបរាប់ពីអាការៈជំងឺរបស់ម្ដាយនាងថាបានធូរស្បើយហើយប៉ុន្តែមិនទាន់ជាសះស្បើយនៅឡើយទេពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពពិភពលោកពេលនោះគឺកាន់តែយ៉ាប់ទៅដោយសារតែមានសង្គ្រាមលោកលើកទី2កើតឡើងដែលធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ទីគវុតក្រោយមកទីគវុតក៏ត្រូវបានតែងតាំងជាបាឡាត់នៅខេត្តពោធិ៍សាត់តែទីគវុតអត់សប្បាយចិត្តជាមួយនឹងការងារនឹងទេវគ្គទី6សេចក្តីលំបាកនៃអ្នករាជការតូចតាចពូហេងមីងក្អាត់គឺគាត់ជាប្តីប្រពន្ធដែលរស់នៅក្នុងខេត្តពោធិ៍សាត់ណាគាត់មានកូន3នាក់តែចែកសម្បុកអស់ហើយគាត់បើកបន្ទប់ជួលដែលទីគវុតហ្នឹងទៅជួលបន្ទប់នៅកន្លែងគាត់នឹងឯងដែលការរស់នៅរបស់ទីគវុតនៅទីនោះគឺមានការលំបាកព្រោះខ្វះខាតលុយកាក់ទីគវុតអត់ពេញចិត្តជាមួយនឹងចៅហ្វាយខេត្តពោធិ៍សាត់នេះទេដោយសារតែមន្ត្រីរូបនេះគឺជាមនុស្សដែលចូលចិត្តស្រីស្រាលបែងហើយប្រព្រឹត្តអំពើពុករលួយនៅថ្ងៃមួយមានតកែហុងឈីបានយកប្រាក់500រៀលមកសោកឲ្យទីគវុតប៉ុន្តែទីគវុតបដិសេធមិនទទួលប្រាក់នោះទេឡើងអញ្ចឹងតាំងពីទីគវុតគោលប្រាក់500រៀលតកែហុងឈីនោះគឺធ្វើឲ្យចៅហ្វាយខេត្តពោធិ៍សាត់មិនពេញចិត្តជាខ្លាំងរហូតដាក់ទណ្ឌកម្មទីគវុតឲ្យដល់ត្រួតពន្ធហើយឆ្លៀតពេលនោះគឺប្រទេសកំពុងតែស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនទៅដោយសារតែសង្គ្រាមដែលអាល្លឺម៉ង់វាបានប្រទេសហូឡង់ជាមួយនឹងបេសិកនិងបារាំងដោយងាយហើយឆ្លៀតពេលនោះប្រទេសថៃក៏មានបំណងឈ្លានពានប្រទេសឡាវនិងប្រទេសកម្ពុជាផងដែរសង្គ្រាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទៅរហូតដល់មានការទម្លាក់គ្រាប់បែកដែលធ្វើឲ្យទីគវុតសម្រាប់ចូលធ្វើជាទាហាននៅពេលដែលទីគវុតចូលធ្វើជាទាហានហ្នឹងគឺត្រូវបានរងរបួសជាទម្ងន់ហើយនៅក្នុងវគ្គនេះដែរគឺត្រូវបានវេគីជាសម្លាញ់ហ្នឹងផ្ញើសម្បត្តិមកទីគវុតប្រាប់ថាលោកទេពកោសល្យជាមួយនឹងនាងច័ន្ទមនីហ្នឹងគឺជាកេងសម្ងាត់របស់សៀមដែលបញ្ជូនមកស៊ើបការនៅក្នុងស្រុកខ្មែរដែលធ្វើឲ្យទីគវុតហ្នឹងមានចិត្តខឹងសម្បាជាមួយនឹងគ្រួសារនាងច័ន្ទមនីខ្លាំងមែនតើវគ្គទី8ស្រឡាញ់ជាតិបង្ក្រាបស្នេហ៍នៅពេលដែលទីគវុតត្រូវរបួសហ្នឹងគឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលមន្ទីរពេទ្យហ្នឹងគឺមាននាងច័ន្ទមនីហ្នឹងជាកលិនុបដ្ឋាយិកានៅទីនោះណានៅពេលដែលទៅដល់នាងច័ន្ទមនីគឺយល់ស្គាល់ច្បាស់ថាជាទីគវុតអញ្ចឹងក៏បានព្យាយាមជួយសង្គ្រោះក៏ដូចជាបានបរិច្ចាគឈាមប៉ុន្តែដោយសារតែអ្នកជំងឺហ្នឹងគឺមានសភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅពេទ្យធំអញ្ចឹងហើយនាងក៏សម្រេចចិត្តយកឡានផ្ទាល់ខ្លួនរបស់នាងហ្នឹងដឹកទីគវុតទៅព្យាបាលនៅមន្ទីរពេទ្យធំនឹងតែម្ដងហើយនាងយកចិត្តទុកដាក់រាល់ថ្នាំសង្កូវនានាហ្នឹងគឺធ្វើម៉េចឲ្យអ្នកជំងឺបានជាសះស្បើយទីបំផុតទីគវុតក៏បានជាសះស្បើយប៉ុន្តែអាកប្បកិរិយាទីគវុតគឺហាក់បីជាមិនពេញចិត្តនឹងខឹងសម្បាជាមួយនឹងនាងច័ន្ទមនីក៏ដូចជាគ្រួសារខ្លាំងមែនទែនវគ្គទី9សន្តិភាពតូកshowក្រោយមកសង្គ្រាមក៏ត្រូវបានទទួលបានសន្តិភាពមកវិញនៃការបញ្ចប់សង្គ្រាមណាប៉ុន្តែ
nơiការបញ្ចប់ហ្នឹងគឺខ្មែររបស់យើងគឺត្រូវបាត់បង់ទឹកដីដែលបាត់បង់ខេត្តបាត់ដំបងក៏ដូចជាសៀមរាបទៅឲ្យសៀមអញ្ចឹងណាតែធ្វើទីគីវុឌ្ឍហ្នឹងគឺមានចិត្តមិនសប្បាយប៉ុន្តែទីគីវុឌ្ឍក៏បានឡើងជាចវាយស្រុកផងដែរក្រោយមកតំណែងតំណងរវាងសៀមនិងខ្មែរហ្នឹងគឺមានតំណែងតំណងជាធម្មតាល្អនឹងគ្នាទេដែលទីគីវុឌ្ឍនៅតែចូលទៅលេងក្នុងទឹកដីខ្មែរដែលសៀមកាន់កាប់ហ្នឹងដើម្បីលើកទឹកចិត្តដល់ជាពលរដ្ឋថាខ្លួនមិនភ្លេចប្រជាជនខ្មែរដែលនៅជាទឹកដីសៀមនេះទេក៏បានទៅលេងនៅផ្ទះរបស់អំភើពេលទៅដល់គឺឃើញប្រពន្ធរបស់អំភើហ្នឹងគឺនឹកឃើញដល់នាងច័ន្ទមณีដែលសារតែជាជាតិសៀមដូចគ្នាណាថ្លែងអំពីនាងច័ន្ទមณีវិញគឺមានការអន់ចិត្តជាខ្លាំងដោយសារតែទង្វើសោកក្រោះរបស់ទីគីវុឌ្ឍប៉ុន្តែនាងក៏យល់ថាហ្នឹងគឺដោយសារតែតែទាំងពីរមានគំនិតស្នេហាជាតិដូចគ្នានោះទេអញ្ចឹងហើយមិនសូវជាប្រកាន់ខឹងណាក្រោយមកទីនាងច័ន្ទមณีនិងឪពុកហ្នឹងក៏មានគម្រោងថាមកលេងផ្ទះអំភើដែលនៅសៀមរាបហ្នឹងដើម្បីបន្ធូរអារម្មណ៍និយាយពីទីគីវុឌ្ឍវិញគឺបានជួបជាមួយនឹងសម្លាញ់វេគីក៏បានប្រាប់ពីដំណើររឿងថាខ្លួនបានជួបនាងច័ន្ទមณีតែបានធ្វើចរិតមិនសមរម្យដាក់នាងច័ន្ទមณีអញ្ចឹងណាហើយពេលនោះវេគីក៏បានបញ្យល់ប្រាប់វិញថានឹងគឺជាការយកច្រឡំទេដែលបានទៅសេសម្បត្តិប្រាប់ពីលើកមុននិយាយអំពីនាងច័ន្ទមณีជាមួយនឹងទេពកោសល្យជាកេញសម្ងាត់របស់សៀមហ្នឹងគឺមិនមែនជាការពិតទេវាជាការយល់ច្រឡំណាធ្វើឲ្យទីគីវុឌ្ឍហ្នឹងមានការសោកស្ដាយនឹងទង្វើដែលខ្លួនបានធ្វើនឹងជាខ្លាំងចូលដល់វគ្គទី10ជួបភ័ក្រហើយតែមានឧបសគ្គរារាំងក្រោយមកគឺខ្មែរជាមួយនឹងសៀមហ្នឹងហាក់ដូចជាមានទំនាក់ទំនងល្អជាមួយនឹងគ្នាដែលអំភើហ្នឹងបានមានបំណងមកលេងសៀមរាបជាមួយនឹងជនជាតិសៀម3នាក់បន្ថែមទៀតចាស់ទាំងអស់មាន4ហើយមកលេងទីគីវុឌ្ឍដែលទីគីវុឌ្ឍហ្នឹងគឺធានាថានឹងនាំផ្លូវប៉ុន្តែអត់ដឹងថាអ្នកដែលត្រូវមកជាមួយនឹងអំភើហ្នឹងគឺជាលោកទេពកោសល្យជាមួយនឹងនាងច័ន្ទមณีសោះដំណើរកំសាន្តក៏បានមកដល់នាំដើរលេងជាធម្មតាហើយអ្នកទាំងពីរហ្នឹងគឺហាក់បីធ្វើដូចជាមិនស្គាល់គ្នាទៅសោះដំណើរកំសាន្តនេះមិនបានចូលលេងអង្គរទេហួសទៅលេងបារាយតែម្ដងឆ្លៀតពេលបាយហើយហ្នឹងគាត់ទាំងអស់គ្នាសម្រាកប៉ុន្តែទីគីវុឌ្ឍសម្រាប់អត់លក់ក៏ចុះមកមុជទឹកនៅបារាយស្រាប់ពេលជាមួយនឹងនាងច័ន្ទមณีក៏មកមុជទឹកដែរអញ្ចឹងអ្នកទាំងពីរក៏បាននិយាយអំពីគ្នាទៅវិញទៅមកហើយទីគីវុឌ្ឍក៏បានសុំទោសទៅនាងច័ន្ទមณีបានត្រឹមតែទឹកភ្នែកដោយសារតែខ្លួនអួរដើមកនិយាយអត់ចឹងចូលដល់វគ្គទី11កង្ហារត្រដោករោលើចុងអំពិលក្រោយពីបែកបាក់ស្ថានភាពពិភពលោកក៏វិលត្រឡប់មកជាល្អវិញហើយខ្មែរយើងក៏បានទទួលខេត្តដែលបាត់បង់ទៅឲ្យសៀមហ្នឹងមកវិញដែរហើយទីគីវុឌ្ឍក៏ត្រូវបានផ្លាស់ប្ដូរពីចវាយស្រុកខេត្តសៀមរាបហ្នឹងមកជាភូឈូងនៅខេត្តបាត់ដំបងថ្ងៃមួយលោកទេពកោសល្យហ្នឹងបានមកជួបទីគីវុឌ្ឍមកដើម្បីដោះស្រាយរឿងដីធ្លីដែលគាត់បានទិញណាហើយក៏បានសួរសុខទុក្ខគ្នាទៅវិញទៅមកដោយលោកទេពកោសល្យក៏បានប្រាប់ថាលោកបានមកស្នាក់នៅប្រទេសកម្ពុជាយ៉ាងពេញសិទ្ធនិងសុខសាន្តហើយដែលជាដំណឹងល្អសម្រាប់ទីគីវុឌ្ឍសប្បាយរីករាយមែនតើក្រោយមកទីគីវុឌ្ឍក៏បានទៅលេងផ្ទះលោកទេពកោសល្យចែកជួនជាចៃដន្យហ្នឹងគឺនៅតែនាងច័ន្ទមณีម្នាក់ឯងតែទាំងពីរក៏បានជួបនឹងនិយាយគ្នាទៅវិញទៅមករហូតយល់ចិត្តយល់ថ្លើមគ្នាសាជាថ្មីហើយក៏បានចាប់ផ្ដើមស្នេហាឡើងវិញតាំងពីពេលនោះមក